មិនតន់គ្រូបយូមិនធ្វើការស្រងគេព្រោះតែគ្រូសាគ្មានទ្រាំដូចគេទៅរួចអត់កូនខ្ញុំថាមិនន័យទេអង្គុយរៀមរំហើយយោងមកសរសេរការងារហត់តកែក៏ស្ដីជេរវាមិនន័យទេវាមិនន័យទេព្រោះតែខ្ញុំក្រទៅខ្ញុំឈុំរៀនមិនចង់ឲ្យខ្លួនឯងធ្លាក់ដល់បាត់ពីងមិនបន្ទប់ពិសន់តែខ្ញុំនេះចង់មានមិនចង់ឲ្យគេជន់ត្រួតក្បាលហើយបំពេញវេផ្លូវដើរឆ្ពោះទៅរកពីគុំចង់បំពេញគុំចង់បំពេញគុំចង់បំពេញជីវិតដើម្បីទៅគ្រួសារខ្ញុំត្រូវឃ្លាតឆ្ងាយខ្ញុំគិតពីលោកពុកខ្ញុំឃ្លាតពីអ្នកម្ដាយឥឡូវខ្ញុំ lonely like a homeless man ទោះបីខ្ញុំស៊ីតែគុំមកគ្របចិត្តតែទ្រាំស៊ីទៅខ្ញុំស៊ីកំដរថ្ងៃងាប់ប្រហែលជាជាតិនេះខ្ញុំមកត្រូវជួបរឿងងាភ័ព្វព្រោះការដែលខ្ញុំចូលរៀនប្រឡងមិនដែលបានជួបមានតែអ្នកដែលធ្វើការនៅស្ទុកឆ្ងាយទៅយល់អារម្មណ៍កំសត់តែខ្ញុំគួរធ្វើបែបណាបើព្រីមេស្នាមហាចតានឹងព្រមលិខិតជាអ្នកកំណត់ឲ្យជីវិតខ្ញុំកំសត់ឲ្យសន្មត់ថាជួចចាត់ជាតិតែខ្ញុំមិនចាញ់ដល់ត្រឹមនឹងទៅខ្ញុំត្រូវតែងើបដើរទៅមុខតទៀតប្រឹងឈឺកែលោវាបានជោគជ័យបើយើងមិនប្រឹងតែវាបានសល់អីមិនតន់គ្រូបយូមិនធ្វើការស្រងគេព្រោះតែគ្រូសាគ្មានទ្រាំដូចគេទៅរួចអត់កូនខ្ញុំថាមិនន័យទេអង្គុយរៀមរំហើយយោងមកសរសេរការងារហត់តកែក៏ស្ដីជេរវាមិនន័យទេវាមិនន័យទេព្រោះតែខ្ញុំក្រទៅខ្ញុំឈុំរៀនមិនចង់ឲ្យខ្លួនឯងធ្លាក់ដល់បាត់ពីងមិនបន្ទប់ពិសន់តែខ្ញុំនេះចង់មានមិនចង់ឲ្យគេជន់ត្រួតក្បាលហើយបំពេញវេផ្លូវដើរឆ្ពោះទៅរកពីគុំចង់បំពេញគុំចង់បំពេញគុំចង់បំពេញទៅតស៊ូយោងអើជាគំរូសងគុណអ្នកម្ដាយធ្វើជាកូនកតញ្ញូចង់ជួយគ្រួសារយើងឲ្យបានធូរឃ្លានចេញពីគ្រួសារឆាចេញពីស្រងឃ្លានផ្ទាំងសំបែងនឹងម៉ែនឹងពងទៅពីធំដឹងក្ដីខ្ញុំមិនដែលនៅសំណងសុំចង់យ៉ាងណាម៉ែនៅមិនសងកូនប្រុសម៉ែខំប្រឹងទៅមកខ្ញុំមិនដែលពិបាកចិនខ្ញុំមានតែក្ដីសងខ្ញុំមានតែក្ដីសងមានតែក្ដីសង